រតមួយចំនួនរស់នៅជាប់ព្រំដែនជីកលានដ្ឋានធ្វើត្រង់សេការពារតាមផ្ទះរៀងៗខ្លួនព្រោះថៃអាចនឹងវាយប្រហារកម្ពុជាគ្រប់ពេលភិបាលខេត្តព្រះវិហារលោកគឹមរិទ្ធីបានកោតសរសើរចំពោះប្រជាពលរដ្ឋពុកម៉ែពូមីងបងប្អូនដែលរស់នៅតាមបណ្ដោយព្រំដែនដែលមានស្មារតីប្រុងប្រយ័ត្នខ្ពស់និងបានរួមគ្នាធ្វើត្រង់សេការពារដោយខ្លួនឯងលោកបានលើកឡើងថាខឿនការពារជាតិប្រជាជនគឺកើតចេញពីស្មារតីរឹងមាំរបស់ប្រជាពលរដ្ឋដែលឈរជើងយ៉ាងមុតមាំលើទីតាំងរបស់ខ្លួនហើយខិតខំផលិតស្បៀងដូចជាស្រូវសាច់និងបន្លែជាដើមសម្រាប់ផ្គត់ផ្គង់ជូនកងទ័ពដែលកំពុងឈរជើងនៅជួរមុខគួរបញ្ជាក់ថាសម្ដេចតេជោហ៊ុនសែនបានអំពាវនាវដល់អាជ្ញាធរខេត្តជាប់ព្រំដែនជួយពលរដ្ឋរៀបចំលានដ្ឋាននៅតាមផ្ទះក្នុងពេលសម្ដេចអញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្ដោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាពវត្តពោធិ៍5000ជាង 1500 គ្រួសារស្ថិតនៅភូមិគូលែនឃុំគូលែនស្រុកគូលែនខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី26ខែមិថុនាឆ្នាំ2025